Rashford មកបាសេសួរថាតើល្អអត់សម្រាប់ខ្ញុំ Rashford មិនមែនជាជំរើសចាំបាច់របស់បាសេទេតែបើសិនជាក្នុងករណីបាសេយកបាន Rashford ក៏វាមិនខាតបង់នេះដែរតែបើថាឲ្យ Rashford មកជួយបាសេបានអត់ល្អជាងមុនអត់បាសេលេងបានពាន La Liga មាន Rashford មកពីណាមិនលេងឆ្នាំពាន La Liga ឡើងមកពាក់កណ្ដាលប្រែកព្រាត់ Champions League មាន Rashford មកពីណាគាត់ថាបើសិនជាមកគាត់លេងនៅកន្លែងហ្នឹងបានលេងបានតែបើឲ្យល្អលើ Rafinha អត់ទេបាទអញ្ចឹង Rashford មកនេះដោយសារតែគាត់ចង់មកទេមិនមែនបាសេចង់ទៅទិញទេបាសេចង់មែនកាលពីដើមដល់កាលណាតែឥឡូវនេះ Rashford គាត់ចង់ទៅបាសេខ្លួនឯងទេគាត់លើកខ្លួនឯងឲ្យបាសេពិចារណាណា Rafinha គ្រប់គ្រាន់ហើយឥឡូវ Rafinha តកិច្ចអន្តរាដល់2027បាទហើយតែបើបានលវីឌីយ៉ាអាហ្នឹងមែនខ្ញុំគិតថាដូរគ្នាលេងជាមួយនឹង Rafinha ទៅនឹងសាបហើយទៅបានទាំង2ទាំង3ហ្នឹងក៏ល្អបាទឲ្យតែបានខ្លាចតែមិនបានបាទហើយលវីឌីយ៉ាមិនដឹងថាទិញលីវភូបានអត់ផងហើយខ្ញុំអ្នកគ្រប់គ្រងខ្ញុំមិនចង់ឲ្យទៅទេខ្លាចតែលវីឌីយ៉ាហ្នឹងគាត់ចង់ទៅបាសេព្រោះបាសេនេះកីឡាករនេះឡាទីនចង់ទៅណាបាទលីសូបាសេហ្នឹងគឺញ័រចង់ទៅចេញទេបាទទៅកាលនឹង Felipe Coutinho ទៅញ័រទៅបាសេទៅខូចអនាគតនៅហ្នឹងទៅហើយលវីឌីយ៉ាមួយទៀតដែរតែលវីឌីយ៉ាដូចគាត់អត់គាត់មិនសូវអើពើហ្មងដែរតែខ្ញុំមើលទៅក្នុងចិត្តគាត់50ណាគាត់ទៅបាសេក៏បានគាត់នៅលីវភូក៏បានអញ្ចឹងណាបាទគាត់មិនដូច Felipe Coutinho អធិថាឬសូបាសេចង់បានអធិថាចង់ចេញចង់អីលៀមហ្នឹងទេបាទខ្ញុំស្ដាប់ Rio Ferdinand គាត់និយាយថាតែ Spurs គេបានគ្រាប់បាល់មុនគេដឹងតែបិទហើយអានេះគឺធម្មជាតិទេតែគេលេងមានគ្រាប់គេបិទហើយដូចខ្ញុំនិយាយចឹងខ្ញុំចង់និយាយថា Spurs រកគ្រាប់បាល់មុនហើយវាផ្ដាច់ព្រាត់ចឹងគេបិទហើយគេខ្លាចរបូតវិញមិនថាសាច់បាល់ Spurs ល្អជាង Man U តែចង់និយាយថាក្រុមដែលលេងបុកមានឱកាសសុទ្ធដែរក៏គេល្អដែរបាទបើយើងអត់មានលទ្ធភាពគ្រប់គ្រងបាល់យើងសមត្ថភាពយើងស្ទើរទោះបីគេឲ្យបាល់នឹងជើងយើងក៏យើងធ្វើអីចេញបាទអញ្ចឹងបាល់ទាត់មានតែ2ទេបន្ទាប់ពីដូចខ្ញុំនិយាយបន្ទាប់ពីសមត្ថភាពយើងហើយគុណភាពលេងយើងហើយគឺសំណាងទី2បើយើងអត់សំណាងអត់បាទអត់សំណាងគឺអត់អាហ្នឹងធ្វើម៉េចខ្ញុំមិនបានថាទៅបន្តិចប្រអាប់ Spurs ឬក៏លើកបង្កើន Man U បន្តិចប្រអាប់ Man U ឬបង្កើន Spurs ចុងក្រោយវាផ្ដាច់ព្រាត់មានតែសំណាងបើយើងលេងគាត់ថាពេលក្រុមពីរហ្នឹងមកឲ្យលេងសាច់បាល់ល្អមើលអត់ល្អមើលទេបាទអត់ល្អមើលទេគឺលេងរៀងប្រឹងទប់ប្រឹងបានថា Spurs ប្រឹងទប់ទៅឲ្យ Man U ក៏ប្រឹងលេងប្រឹងចង់ឲ្យវាផ្ដាច់ព្រាត់ឲ្យលេងប្រឹងខ្លាចដូចគ្នាតែពេល Spurs មានគ្រាប់យើងធ្វើអត់ចេញយើងចាញ់ទៅសំណាងយើងអត់ដល់ទេយើងចាញ់តែឲ្យតម្រង់លេងធម្មតាក្រុមលេងបុកល្អមើលជាងតែយើងលេងទប់យើងមើលទៅអត់ល្អមើលទេបាទឧទាហរណ៍ថាឥឡូវ Man U មានគ្រាប់ក៏ Man U ទប់ដូចគ្នាហ្នឹងទៅមិនបាទ Asian All Star មិនទាន់ក៏ហៅកីឡាករល្អទៅអស់ផងអាចនិយាយបានកីឡាករ Asian All Star សមិញ Team B ផងហ្នឹងហើយមិនថា Man U ឥឡូវថាអន់ឆ្លង Trip មកចាញ់ឆ្លង Trip ចាញ់នៅតែអឺរ៉ុបឥឡូវមកចាញ់ដល់អាស៊ីនេះទៀតដឹងយ៉ាងណាយ៉ាងណីទៀតនៅការក្រោយ Man U ដូរតាំងពីនេះមកដូរអស់ច្រើនណាមិនដូរតិចទេបើយើងនិយាយថាដូរកីឡាករបានល្អខ្ញុំអត់មានជំនឿចិត្តទេឥឡូវនេះដូរទៅតែវាគ្មានអីធ្វើក្រៅតែពីដូរកីឡាករទៀតតែធ្វើអីលើសហ្នឹងឥឡូវខ្ញុំសួរ Robin Amorim និយាយគាត់ថាយើងនឹងដើរទៅមុខទាំងអស់គ្នានៅរដូវកាលថ្មីមានតែប៉ុណ្្នឹងបើដើរទៅមុខក៏ដើរទៅក្រោយពីកើតបើរដូវកាលមុនចប់អស់ហើយអញ្ចឹងមានអីយុទ្ធសាស្ត្រដូរកីឡាករទៅអ្នកណាដែលមិនត្រូវនៅចេញទៅបាទអ្នកណាគ្រូមិនពេញចិត្តក៏លក់ទៅដូរថ្មីមកឲ្យសួរថាធ្វើទៀតអត់ដឹងធ្វើទេហើយបើគ្រូដឹកនាំអន់5 6គួតចាញ់ជាប់គ្នាដូរគ្រូចោលទៀតទៅហើយអ៊ុតមើលលទ្ធផលតទៀតទៅមានតែប៉ុណ្្នឹងមិញ Chelsea អាប់ដេតព័ត៌មានថាចង់បាន Rory Delap លីយ៉ាំ Delap ហ្នឹងប្រហែលជាអាចមាន New Space ទៀតហើយអញ្ចឹងបាទ Chelsea ដូចខ្ញុំនិយាយអញ្ចឹងគេមានកៅអី Champions League ក្នុងដៃអញ្ចឹងតា Chelsea លូកដៃប្រហែល Man U អត់ហើយព្រោះយើងវាអត់កៅអី Champions League Man U អ្នកគ្រប់ត្រូលធ្វើចិត្តទៅនឹងធ្វើម៉េចតែ Man U លឺសូដូចមានចាមរាមួយទៀតបាទជាមួយនឹងខ្សែមរាយុទ្ធស្លាបរបស់កូរ៉េត្បូង Lee Kang-in បាទនេះមិញនេះខ្ញុំមើលព័ត៌មានប៉ះ Lee Kang-in Man U ចង់បានដោយសារ Lee Kang-in ស្ថិតក្នុងបញ្ជីលក់ចេញរបស់ PSG ដោយការនេះខ្សែមរាយុទ្ធស្លាបរបស់កូរ៉េត្បូងលេងជើងឆ្វេងគាត់នៅខាងស្ដាំនេះបាទបំរើយុទ្ធស្លាបស្ដាំអញ្ចឹងកន្លែងគាត់លេងកន្លែងអង់តូនីកន្លែងរបស់អាម៉ាត់យ៉ាឡូហ្នឹងតែបងអង់តូនី Man U អត់យកវិញទេទិញ Lee Kang-in ក៏បានដែរបាទទិញទៅឲ្យតែណាគេមកឥឡូវនេះអត់មានចង់បានទៅលើកីឡាករ grade AA+ ណាគេចង់មកយើងទេ Liam Delap នេះទៅ Chelsea ទៀតព័ត៌មានតាមអាប់ដេតនេះបាយទៅ Chelsea ទៀតបាទ Sky Sport ណាបាទហ្នឹងព័ត៌មាន Sky Sport បាទអត់ទេដែរ Man U មិនទៅបាទ Sorcery ហ្នឹង Sorcery នឹងធ្វើម៉េចលេងល្អហើយបាទឈ្នះ Betty មិនធម្មតាទេណា Betty មិនធម្មតាទេស៊ី Betty ដល់4-1ខ្ញុំហ្នឹងបាទ Betty មិនធម្មតាទេលេងឈ្នះ Betty ល្អហើយតែខ្ញុំជឿថាពៀន Conference League ហ្នឹងគឺពៀនរបស់ Chelsea មិនបាច់បារម្ភទេឈ្នះមែនខ្ញុំឲ្យបងប្អូនខ្លះប៉ះ Betty មិនមែនស្រួលទេអា Betty ល្អខ្ញុំទទួលស្គាល់ល្អតែបទពិសោធន៍នៅពៀនអឺរ៉ុប Chelsea ល្អជាងបាទអញ្ចឹងអាបទពិសោធន៍អឺរ៉ុបនេះហើយដែលខ្ញុំទាយថា Chelsea ជាពៀនរបស់ Chelsea ឈ្នះ Champions League 2 ដង Chelsea ឈ្នះ Europa League អញ្ចឹងបទពិសោធន៍នៅពៀនអឺរ៉ុប Chelsea ល្អជាង Betty ទោះបីតម្រង់លេង Betty ល្អជាងក្រោយល្អឱកាសគេដល់មានថាល្អជាងទេអញ្ចឹងដូចគ្នានៅ Champions League Inter ល្អនៅក្នុងបទពិសោធន៍
តែ PSG សាច់បាល់ល្អនេះពេលបច្ចុប្បន្នម្យ៉ាងម្នាក់បងប្អូនបាទបាទអញ្ចឹងដែលឡាប់ខ្ញុំពងអាប់ដេតមិញបាទខ្ញុំមើលក្រោយគេដោយសារខ្ញុំពងឡាយខ្ញុំពងឡាយអត់មានពេលមើលតែខ្ញុំអាប់ដេតក្រោយបងប្អូនមើលផងបាទចាំហើយបានទៅ Chelsea ហើយបាទព្រោះ Chelsea ចូលហើយខ្ញុំបានទៅ Chelsea គេមានកី Champions League បងគាត់ថា Man U ប្រយុទ្ធកណ្ដាលអ្នកណាមើលទៅបងបាទអត់មានពីអឺរ៉ុបអញ្ចឹងឥឡូវទៅកីឡាករណាបាន Victor Osimhen ឲ្យទៅទិញបានទេយកមកសិនមកបាទ Osimhen ទៅ Napoli វិញ Napoli ក៏បានកី Champions League ដែរបើ Napoli អត់លក់ Napoli យកទៅប្រើវិញក៏បានតែ Victor Osimhen មើលទៅដូចដល់ទៅបែកជាមួយ Napoli ហើយ Napoli លេងចង់យកទៅវិញហើយបើបាន Victor Osimhen ហ្នឹងក៏យកទៅឲ្យតែគេមកបាទខ្លាចតែគេមិនមកហ្នឹងផងបាទបើយកក៏ដែរមិនបាច់ទេយកក៏ដែរគេកី Champions League ហើយ Arsenal ហើយ Chelsea បាន Rodri ដេឡាប់ហើយយកក៏ដែរទៅ Arsenal ហើយហ្នឹង Plan A របស់ Man U សម្រាប់ដេឡាប់គឺបានគេឆ្ងាយហើយបច្ចុប្បន្ន Plan B គឺ Jean-Philippe Mateta Jean-Philippe Mateta ស័ក្តិសមបំផុតហើយណាតែឆ្នាំក្រោយ Crystal Palace គេមានកៅអី Europa League ណាថាមិនត្រូវ Crystal គេអត់លក់ឲ្យផង Jean-Philippe Mateta ព្រោះ Crystal Palace កៅអីចាំ Europa League ដោយសារគេបានឈ្នះគេបានឈ្នះនេះមួយហើយបានឈ្នះ FA Cup មានអី Europa League អញ្ចឹង Jean-Philippe Mateta មិនដឹងគេលក់ឲ្យអត់ផង Mateta ហ្នឹងមានអីល្អតែគាត់មកកាយសម្ភារ9ណាកាយសម្ភារល្អណាស់នៅឯកែអត់តន់ទៅ 100% ទេព្រោះឯកការចរចាការផ្ដល់តម្រុយទៅហើយក៏ដោយតែគាត់ថា Liverpool មានឱកាសច្រើនជាងគេបាទក្នុងចំណោមក្រុមដែលចង់មកកែឥឡូវនេះសល់តែ Man City Liverpool តាក់តែ Man City មួយទេដោយការក្រោយ Man U នឹងលើកពានក្នុងស្រុកទាំងអស់ព្រោះអត់បានរវល់លេងពានអឺរ៉ុបជឿទេបាទលីតឡើងមកអត់ទាន់ឃើញទិញអ្នកណាអីមានតែចេញកីឡាករអស់5 6នាក់លីតតែកីឡាករអស់នោះដូច Mono Salomon អីគាត់លេងល្អដល់ការមុនជួយលីតបានឡើងមកហ្នឹងតែ Spurs គេឃើញហ្នឹងគេយកទៅវិញ Mono Salomon គេយកទៅវិញបាទហើយ Roswell បាទទៅបឺនមកវិញគេឃើញល្អអញ្ចឹងគេយកទៅវិញណាបាទតែអីមានលុយទិញបាទហើយធំមិនឡើងមកហើយធម្មតាភាគច្រើនក្លឹបដែលឡើងមកហើយច្រើនតែធ្លាក់ទៅវិញអានេះវាជារឿងមួយដែលយើងត្រូវបារម្ភតែខ្ញុំគាត់ថាលីតអត់អាចធ្លាក់ទៅភ្លាមៗទេបាទអត់អាចធ្លាក់ទៅភ្លាមៗទេយ៉ាងស្អុយក៏2 3ឆ្នាំឯដែរមើលចាំមើលសិនបាទតាមត្រូវព្រោះតម្រងលីតលេងមិនដូចក្រុមផ្សេងទៀតទេកាលមុនលីតឡើងមកបាន2ឆ្នាំដែរបានធ្លាក់ទៅវិញបាទមែនយូរលេងឈ្នះលីតខ្ញុំលេងឈ្នះផងទៅនេះសាច់បាល់រាល់ថ្ងៃហ្នឹងបាទលេងចាញ់អាស៊ាន All Star លីតលេងល្អងាប់នៅ Championship ឥឡូវឆ្មាខ្មៅ Sunderland ឡើងមកដែរហើយបាទដោយការចង់បានព្រោះអត់ចង់ឲ្យអីណា Sheffield ឡើងទៀតទេដដែលហ្នឹងឥឡូវ Sunderland ឆ្នាំក្រោយបង្ហាញមុខមកដែរហើយបាទតែលីតកីឡាករមុំឲ្យទិញបានឥឡូវឃើញដូចចង់បានកលុង Wilson របស់ Newcastle បើគេលក់ឲ្យបានក៏យកទៅព្រោះឡើងមកអញ្ចឹងទៅចង់បានកីឡាករគេល្អក៏គេអត់មកមួយយើងទេ Richarlison របស់ Spurs អីឲ្យគេលក់ឲ្យយកទៅបាទខ្លាចគេអត់លក់ឲ្យទៀតហ្នឹងហើយលីតតែមានអូតាណាកាល្អកីឡាករជប៉ុនរបស់លីតមួយណាលេខ22នឹងបងប្អូនឡើងមកឆ្នាំក្រោយឃើញហើយ Denche មិនដិតកីឡាករ Man U បាទមាន Ampadu អតីតកីឡាកររបស់ Chelsea ចូល Rodwell ចូល Rondon តែការពារកណ្ដាលហ្នឹងក៏ល្អដែរហើយ Pascal Struijk បាទក៏ល្អ Jadon Bogle ក៏ល្អ Chinonto ក៏ល្អបាទតែស្ដាយចេញ Salmon ទៅ Salmon ល្អណាស់បើសិនជាលីតទិញបានតែ Spurs ក៏យកទៅប្រើវិញបាទប្រយុទ្ធចូល El Piero ដែល លីតគ្រាប់ពេជ្រមានតម្លៃរបស់លីតលីតអាចទិញថែម 4-5 នាក់អីទៀត Calvin Phillips បើគឺសូមតែចង់មកលីតវិញប៉ុន្តែសម្រាប់ខ្ញុំមិនបាច់មកក៏ល្អដែរគាត់ចាស់ហើយគាត់ stack ហើយបាទរវាង Delap និង Sesko ខ្ញុំថា Sesko ល្អជាងខ្ញុំថា Sesko ល្អជាងតែ Sesko ក៏គាត់ប្រកាសចាក់ចេញពី Leipzig នៅដល់កាលនេះដែរតែមិនដឹងក្លឹបណាមួយទិញបាន Man U ដឹងអត់ហើយ Sesko បើសិនជា Arsenal ទិញបានយកក៏ដែរ Arsenal អាចទៅរក Sesko មើលទៅបាទក៏ Liverpool ទិញ Sesko ក៏បានដែរ Liverpool អត់ព្រមទិញដោយសារលក់ David Nunes អត់ទាន់ចេញ Hugo Ekitike ក៏ពងឡើងជើងនៅ Frankfurt ដែរប៉ុន្តែខ្ញុំគិត Liverpool បើសិនទិញប្រអប់ Sesko ល្អជាងបាទ
market value ដូចជា Steeler ហ្នឹងមិនទៅជាថ្លៃប៉ុន្មានដែរទេបាទខ្ញុំឆែកឲ្យមើលជាក់ស្ដែងតម្លៃទីផ្សារ Steeler ហ្នឹងគឺគាត់តូនីគ្រូសណែនាំតូនីគ្រូសអតីតវរៈបរោះរបស់Real ខ្ញុំគាត់ណែនាំថាទិញទៅ Steeler ហ្នឹងល្អហើយអញ្ចឹង Real ដូចស្ដាប់ដែរបាទស្ដាប់ដែរ Steeler ខ្ទង់30លានជាងបែរ40លានបែរ38លានជិត40លានដុល្លារបាទ38លានគាត់ខ្សែបម្រើបាទជើងឆ្វេងប្រើប្រាស់ជើងឆ្វេងមិនជើងស្ដាំទេ Greenwood អត់ទេ Greenwood គាត់សុខសប្បាយនៅបារាំងហ្នឹងហើយបើតែគាត់ចេញវិញវាអាចទៅអ៊ីតាលីឬក៏ទៅអេស្ប៉ាញ AT ព្រោះ AT ឃើញ Julian Alvarez ឥឡូវដូចជាអត់ចង់នៅ AT ទៀតចង់ចេញមកទេបាទចុងក្រោយគឺមុនដំបូងមាន Liverpool ដែលថាចង់បានគាត់ព្រោះ Julian Alvarez គាត់លេងបាន2រ៉ូដែរគាត់លេងប្រអប់ប្រយុទ្ធក៏បានប្រយុទ្ធប្រអប់ក៏បានបម្រើប្រយុទ្ធស្លាប់ក៏បានហើយក្រោយមក Arsenal ហើយគាត់ធ្លាប់ហៅឲ្យ Barcelona ពិចារណាទិញគាត់ដែរ Julian Alvarez អញ្ចឹងបើសិនជា Julian Alvarez Greenwood អាច AT សេរីស្រង់ឌីបាឡាចាស់ហើយឌីបាឡាបាទឌីបាឡានៅតែរ៉ូម៉ាហ្នឹងហើយប្រហែលជាអាចចាក់ចេញទៅស្រុកកំណើតគាត់វិញឬក៏ទៅអាមេរិកឬក៏ទៅណាផ្សេងទៀតបាទឥឡូវគាត់វិញជ្រេហើយម៉ាដាឌីស៊ីលីមកឆ្នាំហ្នឹងមកដល់ការក្រោយហ្នឹងបាទដល់ការក្រោយហ្នឹងខ្ញុំនៅគិតថានូណេសល្អនូណេសទោះបីគាត់អត់រកគ្រាប់បាល់បានបើសិនគាត់ទុកគាត់ប្រើក៏បានដែរគាត់គម្រាមកំហែងបាទដូចថាគាត់ក្លុកនៅប្រយុទ្ធតែប៉ុន្តែឲ្យគាត់អ្នករកគ្រាប់បាល់ហើយគេទិញប្រយុទ្ធមករកគ្រាប់គាត់រកគ្រាប់បានគាត់នៅក្លុកវាអត់ត្រូវចិត្តគេគាត់ធ្វើឲ្យខ្សែការពាររបស់ក្រុមគូបាល់បាក់ខ្លាចតែប៉ុណ្្នឹងណាដើម្បីឲ្យគាត់ទាត់ចូលបុតគាត់អត់ហើយទិញប្រយុទ្ធមកដើម្បីរកគ្រាប់ពាក្យថាប្រយុទ្ធគឺអ្នករកគ្រាប់គាត់យកមកកម្លាចគេវាពិបាកអញ្ចឹងយកមកកម្លាចគេដោយករណីជំនាន់មុន Giroud លេងនៅជម្រើសជាតិបារាំងឆ្នាំ1998អត់មានគ្រាប់ទេបារាំងលើកពីតែខ្សែប្រយុទ្ធប្រអប់អត់មានមកគ្រាប់បាទតែខ្សែការពាររបស់គូបាល់បាក់ខាតមនុស្សដែរតែបិទគាត់ម្នាក់ពីរនាក់តែបិទគាត់ពីរនាក់នោះបាទឲ្យអឹមបាប៉េហ្នឹងគឺលេងក្លុកប្រឆាអញ្ចឹងទៅបានគ្រាប់បានអីបាទបាទសាន់ដឺឡែនឡើងមកនិយាយទៅបានមកមួយឆ្នាំក៏បានដែរអីយើងចង់មើលភាពខុសប្លែកបាទយើងមិនចង់មើលដដែលអញ្ចឹងណាបើ Burnley អីឡើងមកដដែលហើយបាទនឹងធ្វើម៉េចដល់ឡើងមកទៀតហើយ Burnley ឡើងមក1លីត្រហើយ Sheffield បើ Sunderland បច្ចុប្បន្នកីឡាកររបស់ Sunderland ពីមុនមាន Philip មួយដែរនៅ Sunderland ដែលបងប្អូនធ្លាប់មើលចំនួនជាង10ឆ្នាំមុនណាបាទសាយុទ្ធមួយជាតិអង់គ្លេសឈ្មោះស្អី Philip មួយដែរនោះបាទអ្នកដែលមើលបាល់មុនបាទស្គាល់ខ្ញុំព្រិតកោគាត់ទៅតែបច្ចុប្បន្ននេះបាទជាបងប្អូនអត់ស្គាល់ទេបាទសិស្សកីឡាករថ្មីតែមានបងប្អូនប្រុសរបស់ជូប Bellingham មួយនៅក្នុងជូប Bellingham លេងនៅក្នុងណាបាទតែនោះសិស្សកីឡាករថ្មីចាំឡើងមកចាក់ស្ដាយមើលល្អប៉ុណ្ណាយើងដឹងបាទយើងមើលល្អប៉ុណ្ណាដឹងនៅ Blackburn នៅអីទៀតដែលខ្ញុំចង់ឲ្យឡើងមកឡើងមិនរួចបាទខោបន្ទ្រីហ្នឹងឬក៏ Bristol ហ្នឹងក៏បានដែរបាទឡើងមករួចបើយិនមុនិចបាននេះមួយបាទបានជុំឋានតាមួយបាត់ហើយបាទចុះកុងត្រា6ឆ្នាំ5ឆ្នាំបាទជាមួយនឹងបើយិនដាច់កិច្ចសន្យាអស់ពលភាពកិច្ចសន្យារបស់គាត់អស់ពលភាពជាមួយនេះហើយបាទជាមួយ Leverkusen គាត់មកសាញ contract 5ឆ្នាំជាមួយនឹង4ឆ្នាំបាទជាមួយនឹងបើយិនមុនិចបាត់ហើយបាទArsenal បើគឺយកគាត់តែបានប្រហែល Arsenal ងាកទៅ Sesko ពីរនេះខ្ញុំគិតថា Arsenal បានមួយណាបាទមិនបារម្ភទេពីរនេះគឺ Arsenal បានមួយតែអាចបានគឺយកគាត់ភាគច្រើនហើយ Eze របស់ Crystal ពងចរចាមួយ Spurs បាទ Eze មួយរបស់ Crystal ពងចរចាមួយ Spurs Modric មានចចាមបារាមួយទៀតគឺទៅលេងជាមួយនឹងGlasgow Rangers នៅ Scotland តែជាចចាមបារាទេបាទ Kevin De Bruyne មានចចាមបារាជាមួយនឹង Napoli នឹងយកគាត់ទៅបាទគាត់ចាក់ចេញពី Man City ជប់លៀងលាគ្នាមួយមិត្តរួមក្រុមរួចហើយបាទ Arsenal ទៅនេះបញ្ចប់ការចរចាជាមួយនឹង Zubimendi តែ Real Madrid គេមិនទាន់ចាក់ចេញពីការប្រជែងនៅឡើយទោះបីគេព្យាយាមទិញ Angelo Steller ពី Stuttgart ក៏ដោយតែគេនៅមានកូនចិត្តនៅលើ Zubimendi នៅឡើយតែ Zubimendi ផ្ដល់អាទិភាពឲ្យ Arsenal មុនគេហើយបាទ Ronaldo បាទជា Al-Nassr ថាអត់ឲ្យ Ronaldo ចេញណាទេពងចរចាបន្តពីសន្យាថ្មីថែមបាទ Emiliano Martinez បាទ
ពីមុនមានបាសេដែរចង់បានតែគាត់តែឥឡូវអត់ទេស្ងាត់វិញក្លឹបនៅអារ៉ាប៊ីសាអូឌីតបាទអាចនឹងយកអ៊ីមីលីយ៉ាណូម៉ាទីណេសពីអាស្តុនទៅអ៊ីមីលីយ៉ាណូម៉ាទីណេសគាត់ថាគាត់ចេញពីអាស្តុនឆ្នាំនេះបាទនៅការក្រោយបាទគាត់ចេញហើយអាសណលជាចាំអារ៉ាមួយទៀតជាមួយនឹងលេរ៉យសាណេរបស់បាយឺនទៅលេរ៉យសាណេដល់ការមុតក៏អត់សប្បាយចិត្តជាមួយបាយឺនទេដល់ការមកដល់របស់ Michael Olise បាទខ្ញុំគាត់ចង់ចេញគឺអាសណលក៏ពិចារណាដែរណាបាទគាត់ដាច់កងត្រាមួយបាយឺនដែរCristiano Romero ឥឡូវនេះមានចាំអារ៉ាមួយអាតេម៉ាឌ្រីតបាទពីមុនមានចាំអារ៉ាមួយ Spurs លើអាតេម៉ាឌ្រីត Florian Wirtz ខ្ញុំនិយាយអញ្ចឹងលីវើពូលភាគរយច្រើនប៉ុន្តែ Man City រៀលគេមិនតាន់ដកថយអញ្ចឹងយើងអត់មើលកន្លែងនេះសិនតែភាគរយច្រើនមួយលីវើពូលច្រើនជាងបាទនេះជាចាំអារ៉ាដូរនៅក្នុងទីផ្សារដូរដែលខ្ញុំសង្ខេបជូនរយៈពេលជា1ម៉ោងនេះ1ម៉ោងកន្លះហើយបាទខ្ញុំសូមអរគុណហើយអត់បន្តការ live ទៀតទេបាទព្រោះបាននិយាយច្រើនហើយបាទKevin Phillips ហ្នឹងហើយ Kevin Phillips បាទអរគុណបងប្អូនដែលបានចំណាយពេលក្នុងការទស្សនាការ live របស់ខ្ញុំហើយនឹងវិលមកជួបគ្នានៅសប្តាហ៍ក្រោយបាទសម្រាប់ការ live របស់ខ្ញុំបន្តទៀតបាទដល់ពេលនេះសូមអរគុណរីករាយសួស្តី